សូមជួយ follow ម្នាក់មួយផងបងប្អូនសូមស្វាគមន៍មកកាន់នេះជាមេរៀនគាត់មិនមែនជា Chen McCann ទេគាត់គឺជាម្ចាស់អារក្សបិទមាត់ទៅម្ចាស់អារក្សមិនបានស្ដាប់ទេខ្ញុំបានប្រាប់អ្នកថាអ្នកបានរត់ចេញហើយសង Kingsley អ្នកគិតថាអ្នកបានបិទខ្ញុំចោលហើយពេលធ្វើរួចរាល់ហើយអ្វីនឹងល្អប៉ុន្តែសូម្បីតែកូនចៅរបស់អ្នកក៏មិននិយាយអ្វីដែររឿងសំខាន់បំផុតសម្រាប់មេបិសាចនៅពេលនេះគឺបិទវាឲ្យលឿនប្រគល់បន្ទប់ឬខ្ញុំនឹងពេលគាត់ត្រូវបានសម្លាប់នឹងបិទត្រាតើពេលវេលាបិទចិត្តតំណាងឲ្យអ្វីសញ្ញាសម្គាល់របស់បុព្វបុរសគ្រួសារសញ្ញាសម្គាល់កាត់នោះសញ្ញាសម្គាល់នេះត្រូវបានប្រគល់ឲ្យគាត់រួចហើយតើអ្នកមិនបានស្វែងរកពួកគេទេអូខ្ញុំបានទុកវាចោលដោយចៃដន្យសញ្ញាសម្គាល់នោះមិនមានជាមួយគាត់ទេម្ចាស់អារក្សនៅលើដងខ្លួនជាចុងក្រោយនៅពេលដែលត្រាទាំង4ត្រូវបានផ្ដល់ឲ្យទីបំផុតមនុស្សពិតត្រូវបានរកឃើញហើយថ្ងៃនេះក៏ដូចគ្នាដែរយាយយើងត្រូវប្រញាប់ទៅខ្ញុំនឹងយក token នោះមកវិញពួកគេនិយាយថាដរាបណាអ្នកប្រមូលបាន4ស្ដេចអារក្សនឹងតើអ្នកណាប្រាប់អ្នកអំពីការលេចឡើងម្ដងទៀតនៅក្នុងពិភពលោកបានប្រមូលខ្សែត្បូងពេជ្រទាំង4ប៉ុន្តែថ្មយាយអាចទម្លុះត្រាតែអ្នកគិតថាអ្នកកំពុងទាត់បាល់ Dragon Ball មែនទេឈាមឯអ្វីទៅស៊ូឈីងសៃអ្នកបានផ្សារភ្ជាប់វានៅពេលនោះខ្ញុំនឹងមើលថាអ្នកណាអាចធ្វើវាបាននៅថ្ងៃនេះតើអ្នកអាចបញ្ឈប់ខ្ញុំពីការបញ្ចប់ពិភពលោកនេះបានទេនៅទីបំផុតខ្ញុំមានអារម្មណ៍ថាមានកម្លាំងរបស់ខ្ញុំបរិមាណកំពុងងើបឡើងវិញអស្ចារ្យមែនអូយក្មេងនៅតែអួតខ្លួនទៀតសៀងជឿចាំខ្ញុំទម្លុះត្រាសិនអ្នកទាំងអស់គ្នានឹងស្លាប់សូមចាប់ផ្ដើមរដូវស្លឹកឈើជ្រុះ1000របស់ម្ចាស់អារក្សនោះហើយជារបៀបដែលខ្ញុំនឹងបង្រួបបង្រួមពិភពលោកជារៀងរហូតអំណាចចូលយកឈ្នះជាមួយខ្ញុំហេតុអ្វីបានជាអំណាចរបស់ខ្ញុំបាត់ទៅវិញខ្ញុំបានប្រើត្រា4នៅពេលនោះត្រាថ្មដែលអ្នកបានប្រគល់ឲ្យដោយឡែកពីគ្នាគ្រួសារធំទាំង4ត្រូវបានប្រទានទ្រព្យសម្បត្តិនោះហើយជាមូលហេតុដែលសមាគមរបស់អ្នកចង់ស្វែងរកខ្សែត្បូងថ្មទាំង4គឺស៊ូឈីងតើខ្ញុំអាចរស់ដោយរបៀបណាបើអ្នកមិនស្លាប់ខ្ញុំស្រែកថាស្លាប់នៅពេលនោះប្រយោគការវិនិច្ឆ័យជាមួយគ្នាមិនត្រូវបានពិចារណាទេខ្ញុំពិតជានឹងស្លាប់ជាមួយអ្នកត្រូវបានគេបោកប្រាស់ហើយបងប្រុសហេតុអ្វីបានជាថ្មផ្សារភ្ជាប់ទាំង4នោះអ្នកពិតជាល្ងងមែនពេលមនុស្សមិនប្រព្រឹត្តដោយមិនប្រុងប្រយ័ត្នអ្នកគិតថាខ្ញុំរឿងឆោតល្ងងទាំងនោះនៅក្នុងរឿងភាគទូរទស្សន៍វីរបុរសពិតបានបិទបាំងមនុស្សអាក្រក់តើដំណោះស្រាយអ្វីខ្លះដែលត្រូវទុកចោលបន្ទាប់ពីនោះតើអ្វីទៅជាគន្លឹះពិតប្រាកដដើម្បីបំបែកត្រាហេតុអ្វីបានជាថ្មបិទចិត្តត្រូវបានផ្សារភ្ជាប់ឈ្មោះបុរាណដូចដែលឈ្មោះបានបង្ហាញគឺជាត្រាមួយខ្ញុំបានគិតអំពីវានៅពេលនោះវាយូរមកហើយបើអ្នកឈប់បង្កបញ្ហាយ៉ាងហោចណាស់អ្នកនៅតែមានតើអាចមើលឃើញរបស់ថ្មីនៅខាងក្នុងរូបសំណាកបានទេពិភពលោកប៉ុន្តែប្រសិនបើអ្នកតែងតែស្រមៃចង់ស្ដារឡើងវិញរស់នៅក្នុងថ្មផ្សារភ្ជាប់ទាំង4នេះវានឹងបិទអ្នកទាំងស្រុងអច្ឆរិយៈទី2គឺคล้ายៗទាំងអស់នេះជារឿងคล้ายៗទាំងអស់ពួកវាសុទ្ធតែជាសង្គ្រាមមាសคล้ายៗខ្ញុំនឹងបង្ហោះវាដរាបណាអ្នកចេញពីការបិទផ្លូវនោះហើយជាអ្វីដែលសំខាន់បោះពុំវាទៅខ្ញុំចង់ឲ្យឯងស្លាប់ឈប់វាទៅគូកាន់តែអស្ចារ្យថែមទៀតជីតាមានរឿងចង់ប្រាប់អ្នក
ប៉ាសុខសប្បាយជាទេតើមានអ្វីកើតឡើងចំពោះជីដូនទួតនិងជីតាទួតរបស់ខ្ញុំបើមានរឿងអ្វីសូមសួរជីតារបស់អ្នកឲ្យនិយាយជាមួយអ្នកប្រាប់ខ្ញុំលោកតាមីយ៉ែនលោកមីយ៉ែនមានរឿងមួយដែលខ្ញុំត្រូវប្រាប់អ្នកនិមិត្តសញ្ញារត់របស់គ្រួសារឆេនរបស់យើងត្រូវទេត្រូវហើយចាប់ពីពេលនេះទៅខ្ញុំនឹងToken ត្រូវបានផ្ដល់ឲ្យអ្នកហើយវាត្រូវបានលាក់អ្នកគួរតែច្បាស់ណាស់អំពីអត្ថន័យសញ្ញាសម្គាល់នេះមិនត្រឹមតែមានសារៈសំខាន់នៃមរតកគ្រួសារក៏តំណាងឲ្យនិមិត្តរូបនៃប្រមុខគ្រួសារត្រូវហើយចាប់ពីថ្ងៃនេះទៅអ្នកគឺជា Chen មេគ្រួសារមិនល្អទេលោកតាថ្ងៃរបស់លោកតាចិត្តអស់ហើយលោកតាឲ្យសូមបន្ថយល្បឿនជីដូនទួតរបស់ខ្ញុំបានប្រាប់ខ្ញុំថាអ្នករាងកាយនេះនៅតែអាចលូតលាស់បានយូរជាង20ឆ្នាំហើយជីដូនទួតរបស់អ្នកខ្ញុំបានប្រាប់អ្នករួចហើយតើនៅមានអ្វីទៀតសូមឲ្យខ្យល់ចេញចូលផងជីតារអ៊ូតមជីតាបាននិយាយថាថ្ងៃរបស់គាត់ចិត្តអស់ហើយខ្ញុំគិតថានេះជាពេលវេលាដើម្បីបំពេញកាតព្វកិច្ចជាកូនរបស់ខ្ញុំ20ឆ្នាំទៀតខ្ញុំគួរតែចំណាយពេលជាមួយអ្នកឲ្យបានច្រើនជាងនេះជីដូននិងជីតាចង់ប្រាប់អ្នកអ្វីមួយលីហ៊ូណាចាប់ពីអាយុ20ឆ្នាំឡើងទៅខ្ញុំកម្រឃើញអ្នកទុនរលោងបែបនេះណាស់មិត្តភ័ក្តិខ្ញុំជាច្រើននឹងបំបីដោះកូនផ្ដល់អំណោយដល់ឪពុកម្ដាយរបស់អ្នកស្ថានភាពបច្ចុប្បន្នរបស់លោកតាទំនងជាអ្នកនឹងទៅដល់ជីដូនជីតារបស់អ្នកដូច្នេះជីតាចង់ប្រើនៅសល់20ឆ្នាំទៀតក្នុងនាមជាកូនប្រុសរបស់អ្នកខ្ញុំនឹងចំណាយពេលច្រើនជាមួយអ្នកយាយទួតម៉ូយ៉ានអ្នករួចទៅហើយជីតាដែលមានសមត្ថភាពជាប្រធានគ្រួសារខ្ញុំជឿថាអ្នកបានប្រគល់ភារកិច្ចឲ្យគ្រួសារឆេនដល់អ្នកជីតាកុំបារម្ភអីជីតាកុំបារម្ភអីខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពអ្នកបានយល់ព្រមបន្ទាប់ពីខ្ញុំបានព្យាយាមនិយាយបែបនោះខ្ញុំបានយល់ព្រមតាមសំណើរបស់ជីតាតើគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងល្បិចរបស់ម្ដាយគាត់មែនទេគាត់បានយល់ព្រមធ្វើជាមេគ្រួសារចប់របស់របរឲ្យលឿនហើយតោះចេញដំណើរកុំប៉ះទារោគក្នុងពេលវិស្មការរបស់អ្នកជីតាខ្ញុំយល់ហើយដូច្នេះអ្នកទាំងអស់គ្នាក៏ដូច្នោះដែរការឆ្លងកាត់បញ្ហាទាំងអស់នេះគឺសម្រាប់ដើម្បីប្រគល់ភាពប្រញែញញ៉ៃនេះដូច្នេះអ្នកកំពុងឲ្យវាមកខ្ញុំហើយបន្ទាប់មកទៅវិស្មការមែនទេលោកតាយ៉ានបានប្រាប់អ្នកពីរឿងទាំងអស់នេះនិយាយឲ្យត្រង់ទៅខ្ញុំនៅជាមួយអ្នកយូរពេកហើយយាយខ្ញុំគ្រាន់តែនៅជាមួយយាយយូរពេកហើយយាយបានទៅវិស្មការដូច្នេះខ្ញុំបានយកអ្នកគិតថាខ្ញុំកំពុងព្យាយាមបោកប្រាស់ជនបរទេសមែនទេនេះសម្រាប់ប្អូនយុវជនតើការផ្ទុកបន្ទុកអាច